បងមិនដំបងខ្ញុំអត់ចង់ជឿថាឆ្នាំនឹងបកកែដល់ថ្នាក់នឹងបងខ្ញុំអស់សង្ឃឹមហើយមុននឹងខ្ញុំកើតគីហ្នឹងខ្ញុំដើរមើលឆ្នាំហើយនឹងទៅពេទ្យអស់ច្រើនកន្លែងដែរហើយពេលបានមកស្គាល់ឆ្នាំនឹងបងអើយដូចបានរស់សាមីអញ្ចឹងដល់ខ្ញុំទៅពេទ្យទៅយើងវះគេប្រាប់ខ្ញុំថាអត់មានឆ្នាំរំលាយទេខ្ញុំក៏អស់សង្ឃឹមទៅបងហើយដល់ពេលខ្ញុំមកបានស្គាល់ឆ្នាំអ៊ីក្រ៉ាយហ្នឹងដំបងខ្ញុំអត់ចង់ជឿដែរបងអើយដល់ពេលរៀបរត់តាមបងណែនាំនឹងមកបងជាមានកម្លាំងវិញទៅរយៈពេលតែមួយអាទិត្យទេបងចាប់ផ្ដើមបានលើកអីវ៉ាន់ធ្ងន់បានកាលដែលមិនទាន់ប្រើនោះសុំបីទៅលើកទឹកមកដបនឹងក៏អាវមកកូនក៏ច្រែងក៏យើងឈឺដែរបងទៅពេលបានប្រើអានឹងមកមានកម្លាំងហើយឈឺក្បាលក៏អត់ឈឺដែរហើយបញ្ហាខ្ញុំទី1គឺធំហ្នឹងកាលណាខ្ញុំមានគិសដើមទ្រូងហ្នឹងបងសក់ខ្ញុំស្កូវសក់ខ្ញុំស្កូវច្រើនមែនទែនណាបងហើយដល់ពេលខ្ញុំប្រើរយៈពេលមកចាប់តាំងពីពេលខែ3រហូតដល់មកដល់ខែ11នេះមកខ្ញុំសង្កេតឃើញស្កូវខ្ញុំអត់មានវាជួយច្រើនបងព្រោះស្កូវខ្ញុំពេញក្បាលបងហើយយើងអត់ដឹងថាប្រើអីហើយណាមួយឆ្នាំហ្នឹងឥឡូវលាបបាននឹងកូនខ្ញុំទៀតកូនខ្ញុំក៏ប្រើដែរកូនខ្ញុំក៏ប្រើដែរវាជួយដេញជាតិពុលហើយនឹងបញ្ហាដែលកូនយើងមើលទូរស័ព្ទច្រើនអីចឹងអត់សូវគេអត់សូវអីចឹងឥឡូវកូនខ្ញុំសុខភាពកូនខ្ញុំដូចបានស្ដារឡើងមកវិញបងចាបងចាកូនខ្ញុំប្រើសឹងតែទាំង3មុខហ្នឹងបងហើយឥឡូវខ្ញុំប្រើអត់ចោះទេបងអើយវាចំណេញលុយហើយយើងតមអាហារដែលបងឯងប្រាប់ឲ្យខ្ញុំមកហ្នឹងអត់សូវចោះទេបងអើយយកអាវគ្គក្រោយទៅមកខ្ញុំប្រើរិះថាមវិញមើលខ្ញុំប្រើហ្នឹងប្រហែលចូល7-2ខែហ្នឹងបងអត់តន់អស់ទេបងខ្ញុំប្រើតិចបំផុតហើយបើកូនវិញខ្ញុំឲ្យលាបប្រាណាបងប្រាណាវាច្រើនខ្ញុំលាបនឹងទ្រូងខ្នងឲ្យគាត់ទៅបដាសាយមុំអីអត់ទេបងអត់អីទេបើកាលដែលខ្ញុំមិនទាន់ប្រើហ្នឹងរាល់ឆ្នាំហៀសបោវិញមិនបាច់និយាយទេបងអើយក៏ក្លែកខ្លាក់ឡើងដល់ពេលប្រើផ្ដាសាយមុំអីក្តៅខ្លួនអីខ្ញុំលាបរឹតអីគាត់ទេបងព្រោះអីកូនក្មេងភាគច្រើនខ្ញុំខ្លាចប៉ះពាល់ដោយបងឯងបញ្ហាសួតមួយឲ្យអាចប៉ះពាល់អីចឹងណាហើយចឹងខ្ញុំលាបតាមបងឯងប្រាប់ហ្នឹងទៅបាត់ជើងបាត់អីទៅក្តៅខ្លួនអីគ្រាន់តែមកផ្លេតទេបងដូចអត់យូរងាយអត់យូរអីចឹងណាហើយខ្ញុំសង្កេតឃើញថារាល់ឆ្នាំកូនខ្ញុំឈឺបងឈឺញឹកគ្នាបដ ாய் អាចនិយាយបានថាបើដល់ខែរៀងភ្លៀងតិចអីចេះវិញហើយដឹងតែឈឺញឹកមែនតើបងស្រីទៅពេលតាំងពីប្រើនឹងមកអត់ចោះលុយទេបងអើយបលូអ៊ីវិញខ្ញុំលាបក្បាលគាត់លាបក្បាលដោយបងឯងប្រាប់ដូចលាបដូចខ្ញុំដែរអញ្ចឹងខ្ញុំលាបដូចគ្នាបងខ្ញុំបតក់តិចឲ្យឆ្លីញីឲ្យគាត់ចឹងទៅប៉ិនអត់បានលាបបលូអ៊ីប្រចាំទេបងព្រោះខ្លាចអស់ដែររិះទុកលាបខ្លួនឯងដែរខ្លះចឹងណាបងខ្ញុំសួរខ្លួនជាងមុនឲ្យមានអារម្មណ៍ក្មេងជាងមុនបងដល់ពេលយើងស្រកគីឡូ8ជាងគីឡូតាំងពីប្រើហ្នឹងមកស្រកទាំងគីឡូអត់មាននឹងខ្លាញ់ក្បាលក៏លេងឈឺលេងអីចឹងទៅអូយបងអញនិយាយបានថាជាច្រើនពេលយើងប្រាប់គេណែនាំប្រាប់គេទៅអ្នកខ្លះក៏គេជឿអ្នកខ្លះក៏គេអត់ចឹងហ៎បងពេលគេថាគ្រាន់តែលាបគេទៅពេទ្យអស់រាប់ម៉ឺនមានណាមកជាត្រឹមតែលេបហ្នឹងទេហើយខ្ញុំទៅផ្សារនៅគៀនផ្ទះហ្នឹងនោះគេថាគាត់កាត់គីដែរកាត់ចេញគីសាច់អត់កាចទេប៉ុន្តែដោះរហូតហើយបងម្នាក់ហ្នឹងក៏រៀងស្គមបងខ្ញុំបានឲ្យគាត់ថតផលិតផលហ្នឹងថតទុកអ្នកខ្ញុំប្រើនេះខ្ញុំថាខ្ញុំកាត់គី22 mm រយៈពេលខែ3ហើយរហូតមកឥឡូវនេះគីខ្ញុំបានរលាយនៅសល់តែទូចមួយទេហើយគាត់ថាគាត់កាត់គីដើមទ្រូងដែរប៉ះទៅកន្លាច់តែគាត់បានវះកាត់មកភាសាហើយខ្ញុំទៅក៏ពិភាក្សារឿងគីហ្នឹងទៅក៏អត់ដែរស្គាល់គ្នាទេបងក៏ទៅទិញបន្លែទិញប្លុកទៅនិយាយគ្នាទៅប៉ះពាល់ដល់គីហ្នឹងក៏ខ្ញុំរៀបរាប់ទៅថាបងឯងស្គាល់ផលិតផលនេះអត់ខ្ញុំក៏យកឲ្យគាត់មើលទៅបើបងឯងចង់ប្រើចុចប្រើអាហ្នឹងទៅល្អ